ស្ដេចនៃអាទិទេព Zeus និងមហេសីរបស់ទ្រង់ Hera បានបង្កើតបុត្រមួយអង្គដែលជាព្រះស្រីឃ្លានសង្គ្រាមមហោឈាមព្រះមួយអង្គនោះគឺ Ares ដែលមានឈ្មោះរ៉ូម៉ាំងថា Mars Ares ជាព្រះនៃសង្គ្រាមមហោឈាមដែលផ្ដោតទៅលើភាពវឹកវរហិង្សានិងភាពឃោរឃៅនៃសង្គ្រាមទ្រង់ជាព្រះដែលស្រឡាញ់ការបង្ហូរឈាមចូលចិត្តសង្គ្រាមចូលចិត្តកំហឹងនិងការប្រើកម្លាំងបាយឆាវទ្រង់មានលក្ខណៈខុសពីព្រះនៃយុទ្ធសាស្ត្រសង្គ្រាម Athena ដែលជាព្រះមានចិត្តស្ងប់ប្រើប្រាស់យុទ្ធសាស្ត្រហើយមិនចូលចិត្តប្រើតែកម្លាំងបាយនិងកំហឹងឆាវនោះឡើយ Ares ត្រូវបានគេពណ៌នាថាជាព្រះដែលខ្ពស់មានរូបរាងសង្ហានិងមានសាច់ដុំស័ក្តិសមជាមេទ័ពទ្រង់ស្លៀកសម្លៀកបំពាក់ទ័ពពាក់អាវក្រោះនិងពាក់មួកទ័ពហើយកាន់លំពែងឬកាន់ដាវដៃម្ខាងទៀតកាន់ខែលជួនកាលទ្រង់ចូលវាលសង្គ្រាមដោយជិះរទេះបរដោយសេះភ្លើងសត្វដែលតំណាងព្រះ Ares មានសត្វថ្មាតលាស់ឃ្មុំឬសត្វឆ្កែដែលជាសត្វដែលជាប់ពាក់ព័ន្ធជាមួយនឹងសង្គ្រាមនិងការស្លាប់Ares ជាព្រះដែលមានចរិតឆេវឆាវចូលចិត្តធ្វើតាមអារម្មណ៍និងឆាប់ខឹងជាព្រះដែលស្រេកឃ្លានការប្រយុទ្ធបង្ហូរឈាមហេតុនេះធ្វើឲ្យមនុស្សនិងព្រះដតីមិនចូលចិត្តទ្រង់ឡើយសូម្បី Zeus ជាបិតាក៏មិនចូលចិត្ត Ares ឡើយដោយនិយាយថាកូនអ្នកនេះជាកូនដែលទ្រង់មិនចូលចិត្តជាងគេក្នុងចំណោមកូនទាំងអស់របស់ទ្រង់ជនជាតិក្រិកបុរាណមិនចូលចិត្ត Ares ឡើយគេចាត់ទុកថា Ares ជាកម្លាំងនៃការបំផ្លិចបំផ្លាញនិងគ្មានហេតុផលប៉ុន្តែពួករ៉ូម៉ាំងដែលហៅទ្រង់ថា Mars គោរពព្រះអង្គនេះខ្លាំងណាស់ដោយចាត់ទុក Ares ជាអ្នកការពារអាណាចក្រវាមិនចម្លែកទេដែលជនជាតិរ៉ូម៉ាំងចូលចិត្ត Ares ព្រោះថាជនជាតិរ៉ូម៉ាំងចូលចិត្តសង្គ្រាមនិងការពង្រាយពង្រីកទឹកដីដូចជាសង្គ្រាម Punic War ជាដើម Ares មានមុខនៅក្នុងរឿងទេវកថាជាច្រើនដូចជាការផាត់ក្បត់ជាមួយនឹងព្រះនៃក្តីស្រឡាញ់ Aphrodite តាំងពីដើមមកយើងដឹងថាសង្គ្រាមនិងស្នេហាគឺជាគូនឹងគ្នាហើយសង្គ្រាមនេះឯងក៏កើតឡើងដោយស្នេហាផងដែររឿងរ៉ាវផ្សេងទៀតដូចជាការប្រយុទ្ធជាមួយ Athena ប៉ុន្តែព្រះអង្គនេះតែងតែចាញ់ Athena ព្រោះ Athena ជាព្រះដែលប្រើយុទ្ធសាស្ត្រនិងប្រាជ្ញាសង្គ្រាមជាមួយយក្សដែលត្រូវយក្សចាប់យកទៅឃុំនៅក្នុងឆ្នាំងស្ពាន់អស់រយៈពេលជាច្រើនខែជាដើមហើយយើងនឹងនិទានរឿងនេះនៅភាគបន្តបន្ទាប់ទៀត Ares បានបង្ហាញឲ្យយើងឃើញថាការប្រើប្រាស់កម្លាំងបាយនិងកំហឹងមិនមានប្រយោជន៍នោះឡើយការប្រើប្រាស់ប្រាជ្ញានិងយុទ្ធសាស្ត្រទើបធានាបាននៅជ័យជំនះសូមអរគុណ